នៅលើដីក្រោមមេឃនេះគ្មានអ្នកណាស្រឡាញ់យើងជាងម៉ែជាងឪយើងទេនឹងសេចក្តីពិតរបស់មនុស្សម៉ែឪស្រឡាញ់យើងតស៊ូងប់រស់ជាមួយនឹងកូននឹងឯងការស្រឡាញ់របស់ឪពុកម្ដាយមកលើកូនមិនចេះខាស់មិនចេះអស់មិនចេះសោះសូន្យទេនៅពោពេញនឹងស្ដីស្រឡាញ់នឹងពេញពោពេញទៅដោយទឹកចិត្តរបស់ព្រះគាត់ហ្នឹងនេះស្ដីស្រឡាញ់លោកធៀបឧបមាថាមេត្តាបិតាស្រឡាញ់កូននោះធៀបដូចជាបបោមិត្តក្នុងថ្មីយើងមានបបោមិត្តមានថ្មីគ្រប់គ្នាទាំងអស់ថ្មីទុកដូចជាកូនបបោមិត្តទុកដូចជាមេត្តាបិតាធម្មតាបបោមិត្តនឹងការពារបិទបាំងថ្មីអត់ដែលឲ្យនរណាឃើញទេឃើញទេស្រឡាញ់ក៏ការពារអញ្ចឹងបើអ្នកណាចង់បំណងឲ្យទៅប៉ះពាល់ថ្មីក៏ត្រូវប៉ះបបោមិត្តមុនដែរបបោមិត្តនឹងការពារថ្មីអញ្ចឹងនឹងលោកធៀបអញ្ចឹងក្នុងពុទ្ធសាសនាអត់ដែលយកមើលបបោមិត្តថ្មីអត់ដែលក្រៀកចេញពីគ្នាទេលោកធៀបថាសេចក្តីស្រឡាញ់របស់ម៉ែឪមកលើកូននេះគ្មានចេះខាស់ចេះអស់ចេះសោះចេះសូន្យបាត់ទៅណាទេនៅពោពេញក៏ដោយសេចក្តីស្រឡាញ់ហ្នឹងប៉ុន្តែកូនចៅប្រុសស្រីគ្រប់គ្នាអត់ដែលបានយល់ដឹងពីការស្រឡាញ់របស់មាតាបិតាមកលើខ្លួនអត់ដែលបានគិតយល់ដឹងទេបងណែអត់ដែលបានទទួលយកការស្រឡាញ់របស់ម៉ែឪអត់នឹងចឹងយើងទទួលស្គាល់ក្នុងសង្គមមនុស្សថាគូសង្សារគូស្នេហាប្តីប្រពន្ធដែលចេះស្រឡាញ់គ្នានោះស្រឡាញ់គ្នាតស៊ូធ្វើកតិកាសញ្ញាតស៊ូងាប់រស់នឹងគ្នាហើយព្រមព្រៀងថារក្សាគ្នាជាគូសកលហ្នឹងប្តីប្រពន្ធហ្នឹងបណ្ណាអាត្មាសិក្សាមើលទៅក្នុងសង្គមរបស់មនុស្សការស្រឡាញ់ចំពោះគូសង្សារស្នេហាយកមកធៀបនឹងលោកឪពុកនិងម្ដាយអត់ធៀបបានទេព្រោះការស្រឡាញ់គ្នាជាគូសង្សារគូស្នេហាប្តីជាប្រពន្ធនឹងវាមិនទាន់មានស្ថិរភាពទេអាថាមើលទៅឃើញចឹងខ្លះគេដែលម៉ែឪរៀបចំមានគូសកលបានកូនមួយពីរទៅបាក់មេឃរហែកធានទើសតេងខ្វែងគំនិតគ្នាទៅលះបង់គ្នាទៅអាហ្នឹងវាមានស្ថិរភាពណាទៀងទាត់អាត្មាប្រើពាក្យថានិយាយថាស្រឡាញ់បណ្ដោះអាសន្នទេបើសិនស្រឡាញ់មែនទែនមិនដែលលះបង់អ្នកយ៉ាងនោះបណ្ដោះអាសន្នបើម៉ែឪស្រឡាញ់កូនបានពិតច្បាស់លាស់មិនបណ្ដោះអាសន្នទេស៊ូងាប់នឹងកូននឹងឯងនេះស្រឡាញ់ម៉ែឪហ្នឹងតែគូសង្សារស្វាមីនេះស្រឡាញ់បណ្ដោះអាសន្នទេអានឹងខ្ញុំញាក់មើលឃើញគាត់តែគ្នាតែក្នុងត្រកូលគ្រួសាររបស់មនុស្សអត់ស្ថិរភាពទេចាំឃើញគាត់អាយុនឹង70ផ្លាយ80ឲ្យឃើញគាត់នៅដឹកដៃគ្នាទៅវត្តអានោះបានស្ថិរភាពគូសង្សារគាត់ហ្នឹងតែបានទេហ៎អញ្ចឹងដូចអ្នកម្ដាយហ្នឹងពុកនោះវាកើតអនិច្ចកម្មទៅបាត់ហើយនៅទេនឹងបាត់ហើយគាត់កំព្រានៅម្នាក់ឯងហ្នឹងបើសិនគុំតែសម័យនឹងស្លាប់លពុកនៅគាត់នៅរស់ជាមួយគ្នាទាំងពីរហ្នឹងជាគូសង្សារស្វាមីភរិយាគាត់ហ្នឹងហ្នឹងអញ្ចឹងនឹងបានថាគូស្វាមីភរិយាចាំឃើញអាយុ70ផ្លាយ80ឃើញនៅជាមួយគ្នាដឹកដៃគ្នាទៅវត្តនោះមិនមានស្ថិរភាពប្រកាសច្បាស់លើថានៅក្មេងមិនទាន់ជឿទេអាត្មាតែអានេះបញ្យល់ពីសេចក្តីស្រឡាញ់របស់មេត្តាបិតាលោកស្រឡាញ់កូនវាខុសពីការស្រឡាញ់របស់គូសង្សារយើងតែបានហើយមេត្តាបិតាទោះបីជាកូននឹងច្រឡំខាមស្ទាវមិនក៏នៅតែតស៊ូនឹងកូនងប់រស់អរិបកូនមិនល្អផងកើតទុក
ខ្លោចផ្សាក្នុងចិត្តនោះខ្លាចជីវិត